អំណានសម្បត្តិសួរសុខទុក្ខមិត្តភក្តិរាជធានីភ្នំពេញថ្ងៃទី18ខែកុម្ភៈឆ្នាំ2010មកដល់មករាជាទីនឹករលឹកសួស្តីមករាអស់រយៈពេលជិត1ឆ្នាំកន្លងមកហើយដែលខ្ញុំបានឃ្លាតពីសម្លាញ់និងមិត្តទាំងអស់មករស់នៅនិងបន្តការសិក្សានៅរាជធានីភ្នំពេញរយៈពេល1ឆ្នាំនេះខ្ញុំតែងនឹករលឹកមកដល់សម្លាញ់គ្រប់ពេលវេលាខ្ញុំពុំដឹងពីសុខទុក្ខរបស់សម្លាញ់សោះតើមិត្តមានតែក្តីសុខឬទុក្ខយ៉ាងណាចុះការសិក្សារបស់សម្លាញ់យ៉ាងណាដែរចំណែករូបខ្ញុំនិងក្រុមគ្រួសារមានសេចក្តីសុខជាធម្មតាទេសប្តាហ៍ថ្ងៃខ្ញុំរៀននៅថ្នាក់ទី8ខនៃអនុវិទ្យាល័យហ៊ុនសែនប៉ូចិនតុងឥឡូវនេះជីវភាពគ្រួសារខ្ញុំមានភាពធូរធារជាងមុនឆ្ងាយណាស់ឪពុករបស់ខ្ញុំធ្វើការជាមន្ត្រីរាជការចំណែកឯម្ដាយខ្ញុំប្រកបរបរលក់ដូរសម្លាញ់ដឹងទេសប្តាហ៍ថ្ងៃឪពុកម្ដាយខ្ញុំមិនអោយខ្ញុំដើរលេងផ្ដេសផ្ដាសផ្លេចការរៀនសូត្រនោះទេគាត់អោយខ្ញុំខិតខំរៀនសូត្រដូចជាស្វ័យសិក្សាទៅរៀនបន្ថែមក្រៅម៉ោងអានសៀវភៅក្នុងបណ្ណាល័យឬទៅក្លឹបសិក្សាជាមួយមិត្តភក្តិនៅល្ងាចថ្ងៃសៅរ៍ឬថ្ងៃអាទិត្យឪពុកម្ដាយខ្ញុំតែងតែនាំខ្ញុំទៅលំហែកាយនៅតាមសួនច្បារនានារមណីយដ្ឋានមាត់ទន្លេវិមានឯករាជ្យឡាក់សម្លាញ់ជាទីនឹករលឹករាជធានីភ្នំពេញឥឡូវសប្បាយណាស់ភ្លើងចម្រុះពណ៌ភ្លឺចាញ់ចាំងគ្រប់ទីកន្លែងសួនច្បារនិងរមណីយដ្ឋានល្អប្រណិតវិថីតូចធំនានាស្អាតល្អជាងមុនភ្ញៀវទេសចរជាតិនិងអន្តរជាតិច្រើនណាស់បានមកកម្សាន្តទស្សនារាជធានីនៃប្រទេសកម្ពុជាយើងពិសេសទៅទៀតនៅពេលមានពិធីបុណ្យជាតិម្ដងដូចជាបុណ្យចូលឆ្នាំប្រពៃណីខ្មែរបុណ្យអុំទូកអកអំបុកនិងសំពះព្រះខែនិងបុណ្យផ្សេងទៀតរាជធានីភ្នំពេញកាន់តែអ៊ូអរហើយកាន់តែសប្បាយថែមទៀតមនុស្សច្រើនកុះករសម្លៀកបំពាក់គ្រប់បែបគ្រប់ម៉ូដចម្រុះពណ៌ស្តង់លក់អីវ៉ាន់និងផលិតផលផ្សេងកាន់តែសម្បូរបែបដាក់តាំងលក់ទាំងជប់ទាំងថ្ងៃហើយមានតម្លៃសមរម្យទៀតផងបច្ចុប្បន្ននេះនៅរាល់ពេលព្រឹកនិងរាល់ពេលល្ងាចនៅតាមសួនច្បាររមណីយដ្ឋានមាត់ទន្លេមុខបរមរាជវាំងតែងមានមនុស្សមកហាត់ប្រាណនិងដើរកម្សាន្តកកកុញសោកស្ដាយណាស់សម្លាញ់ខ្ញុំមិនអាចរៀបរាប់ប្រាប់សម្លាញ់គ្រប់ទិដ្ឋភាពទាំងអស់នោះបានទេតែទោះជាយ៉ាងណាក៏ដោយខ្ញុំក៏ព្យាយាមសរសេរសម្បត្តិរៀបរាប់ពីអ្វីដែលកើតមានថ្មីទៀតឲ្យសម្លាញ់បានដឹងមិត្តដឹងទេការសិក្សារបស់ខ្ញុំទទួលបានលទ្ធផលល្អរាល់ខែលោកគ្រូអ្នកគ្រូតែងសរសើរខ្ញុំគ្រប់គ្នាឯមិត្តភ័ក្តិនិងមិត្តរួមថ្នាក់ដទៃទៀតក៏ទទួលលទ្ធផលល្អដូចគ្នាដែរចុះសម្លាញ់វិញតើការសិក្សាដូចម្ដេចដែរប្រហែលជាចប់ចំណាត់ថ្នាក់ល្អដូចខ្ញុំដែរហើយមែនទេព្រមជាមួយគ្នានេះដែរខ្ញុំសូមផ្ញើការនឹករលឹកនិងសួរសុខទុក្ខពីចម្ងាយដល់ឪពុកម្ដាយនិងក្រុមគ្រួសាររបស់មករាផងដែរខ្ញុំសង្ឃឹមថានឹងបានទទួលដំណឹងរីករាយពីមិត្តហើយជឿជាក់ថានឹងមានឱកាសបានជួបនឹងមិត្តព្រោះបច្ចុប្បន្ននេះការធ្វើដំណើរទៅរតនគិរីឬពីរតនគិរីមកភ្នំពេញងាយស្រួលច្រើនណាស់ដោយពេលវេលានេះខ្ញុំត្រូវចូលក្លឹបសិក្សាខ្ញុំសូមលាសម្លាញ់តែត្រឹមនេះសិនចុះយើងនឹងជួបគ្នាតាមសម្បត្តិឬជួបគ្នាផ្ទាល់នៅពេលដ៏ខ្លីខាងមុខនេះជាអវសានខ្ញុំសូមឲ្យសម្លាញ់នឹងក្រុមគ្រួសារព្រមទាំងអតីតមិត្តរួមថ្នាក់ទាំងអស់ជួបប្រទះតែសេចក្តីសុខគ្រប់ទិវារាត្រីពីសម្លាញ់របស់អ្នកដាណេ